ởថ្ងៃនេះខ្ញុំមានចំណាយដឹងមួយពាក់ព័ន្ធនឹងការរៀបចំការខាត់ណាផ្ញើទៅឆ្ងាយបាទអញ្ចឹងដូចជាបងប្អូនដែលគាត់ដាំនៅសៀមរាបក្តីដាំនៅទីមានជ័យក្តីបាទជាទូទៅគាត់តែងតែផ្ញើមកភ្នំពេញគឺមានបញ្ហានៃការខូចច្រើនដោយសារតែពាក់ព័ន្ធនឹងការបច្ចេកទេសក្នុងការរៀបចំផ្ញើនេះបាទអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំបង្ហាញពីបច្ចេកទេសរបស់កសិករដែលគាត់ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបាទគឺការរៀបចំផ្កាខាណារបស់គាត់គឺល្អមែនទែនបាទអញ្ចឹងមានថានៅពេលដែលគាត់រៀបចំផ្ញើដោយរបៀបនេះនៅពេលដែលមកដល់ទីក្រុងភ្នំពេញគឺការខូចខាតឬក៏ការជាំផ្កាគឺមានបញ្ហាតិចតួចមែនទែនបាទពេលខ្លះគឺអត់តែម្ដងដូចថ្ងៃដែលខ្ញុំទៅហ្នឹងគឺគាត់ផ្ញើមកតាមតាក់ស៊ីហ្នឹងគឺអត់មានបញ្ហាខូចខាតអីទេគឺផ្កាមកគឺស្អាត 100% ម្ដងបាទអត់មានជាប់អត់មានប្រឡាក់ព្រលោះទេអញ្ចឹងតកតងទៅលើការរៀបចំខ្ចប់នេះគឺបងប្អូនជាទូទៅគឺបងប្អូនត្រូវតែទុកស្លឹកបាទនេះអាស្លឹកដូចបងប្អូនឃើញអញ្ចឹងជាទូទៅគឺយើងទុក3ស្លឹកត្រួយរបស់វាហ្នឹងគឺដើម្បីទុកក្តោបផ្កាបាទអញ្ចឹងនៅពេលដែលយើងទុកត្រួយ3ត្រួយនឹងក្តោបផ្កាទៅគឺវាចិត្តល្អក្នុងករណីអត់ចិត្តគឺយើងយកអាស្លឹកដែលយើងកាត់ហើយហ្នឹងយើងយកមកបិទវាវិញមកហើយយើងរៀបចំដាក់ចូលក្នុងកេសទៅគឺជាការស្រេចហើយអញ្ចឹងវាអាចការពារការប៉ះទង្គិចផ្កាដែលធ្វើឲ្យផ្កាវាខ្មៅនិងឲ្យអត់ស្អាតអានឹងវាជាចំណុចមួយដែរបាទចឹងដល់ពេលដែលយើងចេះរៀបចំផ្ញើយើងមានបន្លែយើងស្អាតហើយយើងផ្ញើរៀបចំផ្ញើបានត្រឹមត្រូវអញ្ចឹងធ្វើឲ្យបន្លែរបស់យើងគឺកាន់តែល្អទៀតបាទហើយនេះគឺផ្កាខាត់ណាលឿងបាទហើយសម្រាប់ពណ៌សដូចគ្នាអញ្ចឹងគឺយើងត្រូវតែរៀបចំរបៀបហ្នឹងដើម្បីអាចផ្ញើមកបានបាទហើយបច្ចេកទេសនេះគឺកសិករគាត់មកពីខាងខេត្តសៀមរាបបាទគាត់ទៅខ្ចប់ផ្ញើមកឡាហើយក៏ខាងយើងក៏យើងព្យាយាមបញ្ជ្រាបវាទៅកាន់កសិករនៅតំបន់ផ្សេងទៀតដែលគាត់តាមប្រភេទផ្កានឹងយកលក់ឲ្យយើងបាទអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះវាជាចំណែកមួយបាទដែលអាចជួយបងប្អូនយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការរៀបចំផ្កាខាត់ណាដើម្បីផ្ញើទៅទីតាំងឆ្ងាយបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះអរគុណជម្រាបលាបាយបាយ